សម្ដេចរដ្ឋសភាទីការធិបតីគុណសូដារីទទួលជួបសវនកម្មជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយអ្នកអង្គការអគ្គមហាបាសិកាធម្មនិតញឹកប៊ុនថាឋានៈដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាគ្រប់ជូនពរសម្ដេចប្រធានរដ្ឋសភានៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី8មីនាលើកទី115ឯកឧត្តមគតិសេដ្ឋាបណ្ឌិតជីមយាបថ្លែងកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ស្ត្រីកម្ពុជាក្នុងបុព្វហេតុជាតិនិងមនុស្សជាតិឯកឧត្តមកັບយុតិមាប្រធានគណៈកម្មការទី4នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយលោកត្រាវីស Johnson Christian នាយកប្រតិបត្តិអង្គការ PCL គណៈកម្មការជំនាញទី9នៃរដ្ឋសភាចូលពិនិត្យសមិទ្ធផលមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេនៅកម្ពុជាក្នុងខេត្តតាកែវរដ្ឋសភាកម្ពុជាមានការបដិញ្ញាចិត្តខ្ពស់ក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់រដ្ឋសភាឲ្យក្លាយទៅជាសភាអេឡិចត្រូនិកក្រុមការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកំណត់ទុចនាករលទ្ធផលគន្លឹះ KPI ឆ្នាំ2026ដើម្បីពង្រឹងប្រសិទ្ធភាពការងារសម្ដេចមហារដ្ឋសភាទីការធិបតីគុណសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី5ខែមីនាឆ្នាំ2026នេះបានទទួលជួបសវនកម្មជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយអ្នកអង្គការអគ្គមហាបាសិកាធម្មនិតញឹកប៊ុនថាប្រធានមជ្ឈមណ្ឌលនិងជាប្រធាននេតិស្វែងយល់ព្រះពុទ្ធសាសនានៅវិមានរដ្ឋសភាក្នុងការអបអរសាទរទិវាអន្តរជាតិនារី8មីនាលើកទី115ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះសម្ដេចប្រធានរដ្ឋសភាបានវាតម្លៃខ្ពស់និងគោរពដ៏ខ្ពង់ខ្ពស់ចំពោះសកម្មភាពការងារមជ្ឈមណ្ឌលនិងនេតិស្វែងយល់ព្រះពុទ្ធសាសនាដែលដឹកនាំដោយអ្នកអង្គការអគ្គមហាបាសិកាធម្មនិតញឹកប៊ុនថាដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាក៏ដូចជាបានចូលរួមអប់រំសិលធម៌សង្គមតាមមាគ៌ាព្រះពុទ្ធសាសនាជូនដល់ប្រជាពលរដ្ឋស្របតាមចក្ខុវិស័យសន្តិភាពរបស់រាជរដ្ឋាភិបាលសម្ដេចបានគូបញ្ជាក់ថាចាប់តាំងពីឆ្នាំ1999មករាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រធ្វើឲ្យកម្ពុជារីកចម្រើននិងមានសុខដុមនីយកម្មខាងសាសនាជាមួយគ្នានេះសម្ដេចប្រធានបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពពិភពលោកដែលមានការប្រែប្រួលកាន់តែស្មុគស្មាញការរំលោភបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរអំពើហិង្សានិងសង្គ្រាមកើតមានគ្រប់តំបន់ដែលប៉ះពាល់ដល់សុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋសម្ដេចបានកត់សម្គាល់ថាការលើកកម្ពស់សិទ្ធិស្ត្រីតែងផ្សារភ្ជាប់ទៅនឹងស្ថានភាពនយោបាយនិងសេដ្ឋកិច្ចសង្គមបើសង្គមជាតិមានសង្គ្រាមនោះសិទ្ធិនារីក៏ធ្លាក់ចុះផងដែរទិវាសិទ្ធិនារីនៅឆ្នាំនេះក្រោមមូលបត្រសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារពិតជាមានអត្ថន័យនិងជាការបង្ហាញពីក្តីប្រាថ្នារបស់ស្ត្រីកម្ពុជាដែលកំពុងរងការលំបាកយ៉ាងខ្លាំងពីការឈ្លានពានរបស់បរទេសកម្ពុជាប្រកាន់ជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិគោរពគោលការណ៍សន្តិភាពដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្ត្រទៅចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព Board of Peace នៅរដ្ឋធានី Washington សហរដ្ឋអាមេរិករបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2026ទទួលបានជោគជ័យដ៏ត្រចះត្រចង់បង្ហាញពីការបំពេញបេសកកម្មការទូតឆ្លៀសវៃបត់បែនស្ងាត់តែមិនស្ងៀមរបស់សម្ដេចធិបតីឈលលើគោលការណ៍សន្តិភាពយកពលរដ្ឋនិងប្រទេសជាតិជាអាទិភាពបេសកកម្មចម្បងរបស់រាជរដ្ឋាភិបាលគឺបន្តអនុវត្តការទូតច្បាប់អន្តរជាតិនិងការដោះស្រាយបញ្ហាដោយសន្តិវិធីរួមនឹងការឆ្លើយតបដោយប្រដាប់អាវុធនៅពេលមានការឈ្លានពានទាំងកម្រោលរាជរដ្ឋាភិបាលកំពុងបន្តធានាសន្តិសុខនិងសុវត្ថិភាពនិងការមើលថែទាំសុខុមាលភាពប្រជាពលរដ្ឋតាមរយៈការផ្តល់កិច្ចអន្តរាគមន៍សង្គ្រោះនិងជំនួយនានាជូនប្រជាពលរដ្ឋទាន់ពេលវេលារួមនឹងការបន្តការអភិវឌ្ឍដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ2030និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050អ្នកអង្គការអគ្គមហាបាសិកាធម្មនិតញឹកប៊ុនថាបានគ្រប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនកម្មជាមួយគណៈប្រតិភូមជ្ឈមណ្ឌលនិងជាប្រធាននេតិស្វែងយល់ព្រះពុទ្ធសាសនា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 ឱកាសនេះអ្នកអង្គការអគ្គមហាបាសិកាធម្មនិតបានវាតម្លៃខ្ពស់ចំពោះការងារដឹកនាំរដ្ឋសភារបស់សម្ដេចប្រធានរដ្ឋសភាដែលជាស្ត្រីគំរូមួយរូបសម្រាប់បានលទ្ធផលជាទីមោទនៈក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋសម្ដេចប្រធានរដ្ឋសភាក៏ជាពុទ្ធសាសនូបត្ថម្ភដ៏សកម្មនិងជ្រះថ្លាបំផុតដែលបានចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតាំងពីដើមរៀងរហូតមក
ឆ្លៀតនៅក្នុងការនោះមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាក៏បានប្រគល់ពានស្នាដៃគុណធម៌ជូនសម្ដេចរដ្ឋាភិបាលជាការដឹងគុណនិងអរគុណចំពោះសម្ដេចដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងថវិកាដើម្បីជាតិនិងសាសនារហូតមកសម្ដេចរដ្ឋាភិបាលខុនសូដារីនិងអ្នកអង្គការអគ្គមហាបាសិកាធម្មបណ្ឌិតញឹកប៊ុនថាបានយល់ស្របដូចគ្នាថាការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាតាំងពីសម័យសម្ដេចតេជោនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាពេលនេះបានដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនជានយោបាយសន្តិភាពសាបព្រោះនឹងការស្រឡាញ់ក្តីមេត្តាចំណែកយុទ្ធសាស្ត្រក្នុងការដោះស្រាយចំនួនព្រំដែនជាមួយប្រទេសថៃដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានប្រកាន់យកគឺការអត់ធ្មត់អហិង្សានេះជាធម៌ខន្តីដែលមានខាងគុណធម៌ខ្ពស់បំផុតនៅក្នុងការអបអរសាទរទិវាអន្តរជាតិនារី8មីនាលើកទី115ដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះនៅព្រឹកថ្ងៃទី6ខែមីនាឆ្នាំ2026នេះឯកឧត្តមលេងពេញឡុងអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបានដឹកនាំប្រតិភូថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលតំណាងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលចូលជួបសម្ដែងការគូសំនិងគ្រប់ជូនពរសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍ថាសម្ដេចប្រធានរដ្ឋាភិបាលបានកំពុងដឹកនាំស្ថាប័នរដ្ឋាភិបាលសម្រេចបាននូវលទ្ធផលជាទីមោទនៈក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋធ្វើឲ្យរដ្ឋាភិបាលដែលជាស្ថាប័នមួយតំណាងស្ថាប័ននីតិបញ្ញត្តិមានកិត្យានុភាពនៅលើឆាកអន្តរជាតិក្នុងការចូលរួមលើកកម្ពស់យន្តការសភាដែលយកប្រជាពលរដ្ឋជាស្នូលសម្ដេចប្រធានរដ្ឋាភិបាលជាគំរូវីរភាពដ៏ប្រពៃសម្រាប់ស្ត្រីនិងក្មេងស្រីគ្រប់រូបនិងជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានការជ្រើសតាំងពីគណបក្សប្រជាជនកម្ពុជាឲ្យទទួលភារកិច្ចដ៏សំខាន់ក្នុងការដឹកនាំស្ថាប័នរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយសមភាព Gender បង្កើនភាពអង្អាចដល់ស្ត្រីនិងកុមារីដែលបានលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរួមយ៉ាងសកម្មពេញទំហឹងលើការងារសង្គមនយោបាយសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេសសម្ដេចប្រធានរដ្ឋាភិបាលបានវិតម្លៃខ្ពស់នឹងកោតសរសើរចំពោះការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដែលសម្រេចបានលទ្ធផលការងារធំៗជាបន្តបន្ទាប់ជាពិសេសការធ្វើកំណែទម្រង់នឹងការអភិវឌ្ឍស្ថាប័នសម្រាប់ផ្តល់សេវាកម្មជូនតំណាងរាស្ត្រឲ្យលោកមានលទ្ធភាពនិងមធ្យោបាយគ្រប់បែបយ៉ាងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋឲ្យបានរហ័សប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែប្រសើរឡើងសម្ដេចបានគូបញ្ជាក់ថាការដឹកនាំរបស់សម្ដេចក៏ដូចជាការបំពេញតួនាទីរបស់តំណាងរាស្ត្រគ្រប់រូបមិនអាចសម្រេចទៅបាននោះទេប្រសិនជាគ្មានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលនោះទេទិវាអន្តរជាតិនារី8មីនាលើកទី115ឆ្នាំ2026នេះប្រធ្វើឡើងក្រោមមូលបត្រសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារសម្ដេចប្រធានរដ្ឋាភិបាលបានកត់សម្គាល់ថាមូលបត្រទិវាសិទ្ធិនារីឆ្នាំនេះស្របនឹងបរិបទជាក់ស្ដែងដែលស្ត្រីនិងកុមារកម្ពុជាទទួលចង់បានពីព្រោះពួកគេជាអ្នករងគ្រោះខ្លាំងជាងគេពីសង្គ្រាមឈ្លានពានមកលើអធិបតេយ្យកម្ពុជាពីសំណាក់ប្រទេសថៃជាមួយគ្នានេះទិវាប្រកបដោយអត្ថន័យនេះមិនត្រឹមជាការរំលឹកនៅស្មារតីតស៊ូដើម្បីសិទ្ធិសេរីភាពនិងសមាភិបប៉ុណ្ណោះទេប៉ុន្តែគឺជាការសម្ដែងនៃការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមាតានៃពិភពលោកបងប្អូនស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិឲ្យមានភាពស្របបំព្រងសម្ដេចបានគូបញ្ជាក់ថានៅកម្ពុជាសិទ្ធិស្ត្រីបានលើកកម្ពស់តាំងពីឆ្នាំ1979មកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចាត់ទុកស្ត្រីជាឆ្អឹងក្នុងសង្គមនិងថាជួយស្ត្រីដោយជួយខ្លួនឯងចំណែកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងថាពិភពលោកនឹងកាន់តែសុវត្ថិភាពស្រស់បំព្រងនិងកក់ក្ដៅជាងមុនប្រសិនបើមានស្ត្រីខ្លាចជាអ្នកដឹកនាំកាន់តែច្រើនដើម្បីចូលរួមអបអរសាទរខួបលើកទី115នៃទិវាអន្តរជាតិនារី8មីនាឆ្នាំ2026ឯកឧត្តមគតិសេដ្ឋាបណ្ឌិតជាមយាបអនុប្រធានទី1នៃរដ្ឋាភិបាលនៅព្រឹកថ្ងៃទី5ខែមីនាឆ្នាំ2026បានអនុញ្ញាតឲ្យក្រុមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដឹកនាំដោយលោកជំទាវ នុនថាវីចូលជួបសម្ដែងការគូសំនៅវិមានរដ្ឋាភិបាលលោកជំទាវ នុនថាវីប្រធានក្រុមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបានលើកឡើងនៅរបាយការណ៍ជូនឯកឧត្តមគតិសេដ្ឋាបណ្ឌិតជាមយាបពីសកម្មភាពការងារនាពេលកន្លងមកនិងសកម្មភាពនាពេលបច្ចុប្បន្នក៏ដូចជាផែនការសកម្មភាពនិងទិសដៅបន្តដែលក្រុមការងារស្ត្រីនឹងត្រូវអនុវត្តនាពេលខាងមុខជាមួយគ្នានេះលោកជំទាវ នុនថាវីក៏បានគ្រប់ស្នើសុំការអនុញ្ញាតដើម្បីមានឱកាសបានចូលជួបសម្ដែងការគូសំជាមួយឯកឧត្តមគតិសេដ្ឋាបណ្ឌិតអនុប្រធានទី1រដ្ឋាភិបាលសម្រាប់កម្មវិធីខួបទិវាអន្តរជាតិនារី8មីនាជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ
ឯកឧត្តមកតេសេដ្ឋាបណ្ឌិតជីមយាបបានមានប្រសាសន៍សម្ដែងនៅការកោតសរសើរនិងគាំទ្រជាខ្លាំងសម្រាប់រាល់សកម្មភាពនិងទិសដៅបន្តដែលក្រមការងារស្ត្រីបានលើកឡើងឆ្លៀតក្នុងការដកឧត្តមនេះឯកឧត្តមកតេសេដ្ឋាបណ្ឌិតបានថ្លែងការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះក្រមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដែលបានរៀបចំជំនុំនេះឡើងដែលជាឱកាសដ៏ល្អប្រសើរមួយនិងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏មហិមារបស់ស្ត្រីលើពិភពលោកក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរដែលបានតស៊ូលះបង់នៅកម្លាំងកាយកម្លាំងចិត្តពេលវេលាធនធាននិងអាយុជីវិតនៅក្នុងការប្រយុទ្ធតស៊ូដើម្បីបុព្វហេតុស្ត្រីនិងមាតុភូមិកម្ពុជានិងដើម្បីបុព្វហេតុរបស់មនុស្សជាតិទូទៅឯកឧត្តមកតេសេដ្ឋាបណ្ឌិតបានថ្លែងនៅការគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបត្រទិវាអន្តរជាតិនារី8មីនាឆ្នាំ2026នេះសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារដែលជាមូលបត្ររំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងក្រុមគ្រួសារក៏ដូចជាការគូបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាពឯកឧត្តមកតេសេដ្ឋាបណ្ឌិតបានគូបញ្ជាក់ថាស្ត្រីមានតួនាទីយ៉ាងសកម្មក្នុងការកសាងនិងថែរក្សាសន្តិភាពស្របតាមសេចក្តីសម្រេចលេខ1325របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកម្ពុជាជាប់ចំណាត់ថ្នាក់លេខ14ក្នុងចំណោម120ប្រទេសនិងលេខ2ក្នុងអាស៊ានលើការបញ្ជូនកោរក្សាសន្តិភាពជាស្ត្រីដែលមានចំនួន 21% ដែលលើសពីគោលដៅកំណត់របស់អង្គការសហប្រជាជាតិឯកឧត្តមអនុប្រធានទី1រដ្ឋាភិបាលក៏បានមានប្រសាសន៍លើកឡើងពីរបបប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងនីតិកាលទី7នៃរដ្ឋាភិបាលដែលមានសម្ដេចមហារដ្ឋាភិបាលទីកាធិបតីខុនសូដារីគឺជាស្ត្រីដំបូងគេបង្អស់ទទួលបាននៅតំណែងដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋាភិបាលឯកឧត្តមកតេសេដ្ឋាបណ្ឌិតក៏បានលើកឡើងពីការងារសំខាន់ៗជាច្រើនដែលរដ្ឋាភិបាលសម្រេចបានដោយអនុលោមទៅតាមទូនីតិភារកិច្ចស្នូលរបស់ខ្លួនដែលគិតមកទល់នឹងពេលនេះរដ្ឋាភិបាលអនុម័តច្បាប់បានចំនួន678ច្បាប់នៅមានធរមានចំនួន629ច្បាប់សុទ្ធសឹងតែបានបញ្ជ្រាបនៅសមាជភាព Gender និងការគិតគូរពីបញ្ហាប្រឈមរបស់ស្ត្រីលើពីនេះរដ្ឋាភិបាលក៏បានជំរុញការចូលរួមរបស់ស្ត្រីយ៉ាងសកម្មនៅក្នុងវេទិកាធំៗដូចជា APPS, IPA និង APS ជាដើមដើម្បីលើកកម្ពស់សិទ្ធិសុខុមាលភាពនិងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងយុគសម័យ Digital នេះឯកឧត្តមកតេសេដ្ឋាបណ្ឌិតបានសង្កត់ធ្ងន់ថាសមាជភាព Gender គឺជាសមិទ្ធផលរបស់សង្គមទាំងមូលមិនមែនសម្រាប់តែស្ត្រីម្នាក់ឯងនោះទេការលុបបំបាត់គម្លាត Gender តាមរយៈការជំរុញឲ្យបុរសនិងក្មេងប្រុសចូលរួមចែករំលែកការងារផ្ទះក៏ដូចជាការផ្ដល់ឱកាសឲ្យស្ត្រីអាចបញ្ចេញសមត្ថភាពក្នុងភាពជាអ្នកដឹកនាំនិងការធ្វើសេចក្តីសម្រេចចិត្តផងដែរឯកឧត្តមកតេសេដ្ឋាបណ្ឌិតអនុប្រធានទី1រដ្ឋាភិបាលបានមានប្រសាសន៍បន្ថែមថារដ្ឋាភិបាលនៅតែបន្តគាំទ្រផ្នែកច្បាប់សម្រាប់ស្ត្រីគឺរដ្ឋាភិបាលនឹងបន្តតាក់តែងនិងតាមដានការអនុវត្តច្បាប់ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការ Gender ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូបដោយស្មើភាពគ្នាក្នុងការនោះដែរឯកឧត្តមកតេសេដ្ឋាបណ្ឌិតជីមយាបក៏បានកត់សរសើរចំពោះវីរភាពរបស់ស្ត្រីកម្ពុជាគ្រប់ជំនាន់ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងបានអំពាវនាវឲ្យគ្រប់គ្នាទាំងបុរសនិងស្ត្រីបន្តចូលរួមថែរក្សាសុខសន្តិភាពដែលជាគ្រឹះតែមួយគត់សម្រាប់ការអភិវឌ្ឍនិងលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រីនាយកប្រតិបត្តិអង្គការអន្តរជាតិ People for Care and Learning PCL លោក Travis Johnson Christian នៅថ្ងៃទី4ខែមីនាឆ្នាំ2026នេះក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តមកែប ជតិមាប្រធានគណៈកម្មការមហាផ្ទៃការពារជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភាគណៈកម្មការទី4បានសម្ដែងនឹងការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជានាយកប្រតិបត្តិអង្គការ PCL រុងនេះចាត់ទុកថាការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាគឺជារឿងមួយមិនអាចទទួលយកបានត្បិតកងទ័ពថៃបានបង្កឲ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL បានលើកឡើងទាំងក្តីរំជួលចិត្តថាការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាគឺជារឿងដែលមិនអាចទទួលយកបានឡើយវាជារឿងសោកស្ដាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យភាពកម្ពុជាបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងនិងភូមិឋានលោកបានបញ្ជាក់បន្ថែមថាលោកនឹងផ្សព្វផ្សាយការពិតនៃការរំលោភបំពាននេះទៅកាន់ពិភពលោកឲ្យបានដឹងច្បាស់ជាការឆ្លើយតបឯកឧត្តមកែប ជតិមាបានថ្លែងអំណរគុណចំពោះសមាជិករបស់គណៈប្រតិភូដែលបានស្វែងយល់ការពិតនៃការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ភាគីថៃឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថាបើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដោយប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់
តាមរយៈការដាក់ពង្រាយទូកកុងតឺន័រនិងលួចបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ឯកឧត្តមបានសង្កត់ធ្ងន់ថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយអាណានិគមបារាំងនិងមិនអាចទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឯកឧត្តមកែបយុទ្ធមាបានបន្តថាសន្តិភាពនៅតែជាគុណតម្លៃស្នូលហើយកម្ពុជាអំពាវនាវឲ្យមានការអនុវត្តយ៉ាងពេញលេញនៅកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីបញ្ចប់ភាពស្រពេចស្រពិលនៃខ្សែបន្ទាត់ព្រំដែននៅក្នុងឱកាសនោះឯកឧត្តមកែបយុទ្ធមាក៏បានជម្រាបជូនគណៈប្រតិភូអង្គការអន្តរជាតិ People for Care and Learning ថាឆ្នាំ2026គឺជាឆ្នាំពិសេសមួយដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកក្រោមអធិបតីភាពឯកឧត្តមប្រធានាធិបតី Donald Trump ដើម្បីជំរុញសន្តិភាពនិងការកសាងឡើងវិញនៅតំបន់ហ្គាហ្សានេះគឺជាមោទនភាពដែលគុណតម្លៃសន្តិភាពរបស់កម្ពុជាត្រូវបានទទួលស្គាល់និងពង្រឹងនៅលើឆាកអន្តរជាតិសូមបញ្ជាក់ថាអង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិកនិងបានបំពេញបេសកកម្មជួយកុមារកំព្រានិងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ2004ក្រៅពីជំនួបពិភាក្សាគណៈប្រតិភូក៏បានស្វែងយល់ពីរចនាសម្ព័ន្ធនិងតួនាទីស្នូលទាំង4របស់រដ្ឋសភារួមមាននីតិកម្មការតាមដានការអនុវត្តច្បាប់ភាពជាតំណាងនិងការទូតសភាតាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវ និន សាផុនប្រធានគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍រ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់គណៈកម្មការទី9នៃរដ្ឋសភានាថ្ងៃទី4ខែមីនាឆ្នាំ2026នេះបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដែលជាមជ្ឈមណ្ឌលដំបូងគេបង្អស់នៅកម្ពុជាស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន1មិថុនាស្រុកបាទីខេត្តតាកែវក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូឯកឧត្តមមុករ៉ាឌីអគ្គនាយករដ្ឋបាលនៃក្រសួងប្រៃសណីនិងទូរគមនាគមន៍បានធ្វើបទបង្ហាញដោយបញ្ជាក់ថាមជ្ឈមណ្ឌលនេះគឺជាផ្លែផ្កានៃកិច្ចសហការរវាងក្រសួងប្រៃសណីនិងទូរគមនាគមន៍ជាមួយក្រសួងអប់រំយុវជននិងកីឡាមជ្ឈមណ្ឌលនេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2024ដើម្បីក្លាយជាគំរូក្នុងការអភិវឌ្ឍជំនាញ Digital ដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះមិនត្រឹមតែបំពាក់ដោយកុំព្យូទ័រទំនើបនិងសេវាអ៊ីនធឺណិតល្បឿនលឿនប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានមុខងារសំខាន់ចំនួន4រួមមានទី1អក្ខរកម្ម Digital បន្ទប់កុំព្យូទ័រសម្រាប់បង្រៀនសិស្សានុសិស្សនិងបណ្ដុះបណ្ដាលគ្រូបង្រៀនទី2ការសិក្សាពីចម្ងាយការរៀបចំអង្គប្រជុំនិងការរៀនសូត្រតាមប្រព័ន្ធអនឡាញទី3ជំនាញវិជ្ជាជីវៈការបណ្ដុះបណ្ដាលមន្ត្រីរាជការប្រជាពលរដ្ឋនិងការបង្រៀនជំនាញជួសជុលបរិក្ខារបច្ចេកវិទ្យានិងទី4សេវាសាធារណៈនិងព័ត៌មានរួមមានប៉ុស្តិ៍ប្រៃសណីផ្ដល់សេវាបញ្ញាទៅកាន់ជាង100ប្រទេសក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវ និន សាផុនបានមានតម្លៃខ្ពស់ចំពោះការបង្កើតមជ្ឈមណ្ឌលនេះដែលជាជំហានដ៏សំខាន់ក្នុងការជំរុញសហគមន៍ឲ្យមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងសេដ្ឋកិច្ចគ្រួសារជាកិច្ចបញ្ចប់លោកជំទាវប្រធានគណៈកម្មការក៏បាននាំយកថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាចំនួន2លានរៀលជូនដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍និងចំនួន2លានរៀលទៀតជូនដល់ក្រុមប្រឹក្សាឃុំពីរៀមដើម្បីទ្រទ្រង់ដល់កិច្ចប្រតិបត្តិការក្នុងមូលដ្ឋានផងដែរឯកឧត្តមលេងពេញឡុងអគ្គលេខាធិការរដ្ឋសភានាព្រឹកថ្ងៃទី4ខែមីនាឆ្នាំ2026បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសភាអេឡិចត្រូនិកនៅវិមានរដ្ឋសភាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមខុនណាវីតអគ្គលេខាធិការរងរដ្ឋសភាឯកឧត្តមអគ្គនាយករងប្រធាននិងអនុប្រធាននាយកដ្ឋានមានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តមលេងពេញឡុងបានលើកឡើងថារដ្ឋសភាកម្ពុជាមានគោលបំណងច្បាស់លាស់ដោយបានបដិញ្ញាចិត្តខ្ពស់ក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញដើម្បីឆ្លើយតបទៅនឹងផែនការកំណែទម្រង់រដ្ឋសភាឲ្យក្លាយទៅជាសភាអេឡិចត្រូនិក e-Parliament នាពេលខាងមុខជាលទ្ធផលដ៏ត្រចះត្រចង់គម្រោងធ្វើបច្ចុប្បន្នភាពប្រព័ន្ធសភាអេឡិចត្រូនិកក្រោមការដឹកនាំនិងចង្អុលបង្ហាញផ្ទាល់ដោយឯកឧត្តមខុនណាវីតអគ្គលេខាធិការរងបាននឹងកំពុងអនុវត្តដោយការិយាល័យជំនាញក្រោមកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកទេសនិងស្ថាប័នពាក់ព័ន្ធជិតដល់ការបញ្ចប់ជាស្ថាពរ
ប្រព័ន្ធនេះនឹងក្លាយជាឆ្អឹងខ្នង Digital ដ៏សំខាន់បំផុតក្នុងការសម្របសម្រួលកិច្ចការរដ្ឋបាលនិងការងារនីតិបញ្ញត្តិឲ្យមានភាពរហ័សទាន់សម័យនិងមានតម្លាភាពខ្ពស់ខណៈការនោះដែរឯកឧត្តមលេងពេញឡុងបានណែនាំឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍សហការជាមួយនាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងក្រុមការងារបច្ចេកទេសសាលា BLT របស់ឯកឧត្តមលីឆេងបញ្ចូលសកម្មភាពព័ត៌មានរបស់ថ្នាក់ដឹកនាំរដ្ឋសភានិងអគ្គលេខាធិការដ្ឋានរដ្ឋសភាទៅក្នុងប្រព័ន្ធសភាអេឡិចត្រូនិក e-Parliament ជូនដល់សាធារណជននិងអន្តរជាតិដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលនីតិកាលទី7និងការសម្រួលទិសដៅការងាររដ្ឋបាលទំនើបក្រុមការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានដាក់ចេញនូវផែនការសកម្មភាពមេនិងសច្ចនាករលទ្ធផលគន្លឹះ KPI សម្រាប់អនុវត្តក្នុងឆ្នាំ2026ក្នុងគោលដៅធានានូវតម្លាភាពនិងសក្តិសិទ្ធិភាពនៃការប្រើប្រាស់ថវិកាជាតិក្នុងកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាព MAP និងសច្ចនាករលទ្ធផលគន្លឹះ KPI ឆ្នាំ2026នារសៀលថ្ងៃទី3ខែមីនាឆ្នាំ2026ឯកឧត្តមខុនដាវីតអគ្គលេខាធិការរដ្ឋសភានិងជាប្រធានក្រុមការងារកំណែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានដឹកនាំកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីតម្រង់ទិសការងារឲ្យកាន់តែមានភាពច្បាស់លាស់ឯកឧត្តមខុនដាវីតបានសង្កត់ធ្ងន់លើការរៀបចំផែនការសកម្មភាពឆ្នាំ2026ដោយមិនត្រឹមតែផ្ដោតលើការចំណាយប៉ុណ្ណោះទេប៉ុន្តែត្រូវមានសច្ចនាករវាស់វែងលទ្ធផល KPI ឲ្យបានច្បាស់លាស់ការរៀបចំផែនការសកម្មភាពត្រឹមត្រូវច្បាស់លាស់នឹងជួយឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាអាចវាយតម្លៃបាននូវប្រសិទ្ធភាពការងារនិងការប្រើប្រាស់ធនធានហិរញ្ញវត្ថុឲ្យចំគោលដៅនិងសន្សំសំចៃខ្ពស់ឯកឧត្តមប្រធានក្រុមការងារកំណែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភាបានអះអាងថាតាមរយៈបទពិសោធន៍នៃការចុះសិក្សាស្វែងយល់នៅតាមបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនាពេលកន្លងមកក្រុមការងារបានធ្វើសំយោគនៅមេរៀនល្អៗដើម្បីមកកែលម្អប្រព័ន្ធការងារនៅក្នុងស្ថាប័នរដ្ឋសភាឯកឧត្តមបានណែនាំឲ្យក្រុមការងាររៀបចំរបាយការណ៍ស្ដីពីបញ្ហាប្រឈមនិងស្វែងរកដំណោះស្រាយជាក់ស្ដែងជាពិសេសការរៀបចំបទកថាគតិយុត្តផ្ទៃក្នុងនានាដើម្បីគ្រប់គ្រងដល់កិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុឲ្យកាន់តែមានភាពរលូននិងទំនើបកម្មគូរំលឹកថាការពង្រឹងអភិបាលកិច្ចនិងគណនេយ្យភាពគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលមាននៅក្នុងកម្មវិធីកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលរដ្ឋសភាក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិត្រូវធ្វើជាគំរូក្នុងការអនុវត្តប្រព័ន្ធថវិកាព័ត៌មានវិទ្យានិងការគ្រប់គ្រងចំណាយតាមអង្គភាពថវិកានេះគឺជាជំហានយុទ្ធសាស្ត្រក្នុងការប្រែក្លាយរដ្ឋបាលរដ្ឋសភាឲ្យទៅជាស្ថាប័នដែលផ្ដល់សេវាកម្មគាំទ្រដល់តំណាងរាស្ត្រប្រកបដោយវិជ្ជាជីវៈនិងតម្លាភាពខ្ពស់ឯកឧត្តមខុនដាវីតបានជំរុញឲ្យសមាជិកក្រុមការងារទាំងអស់បង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចនិងត្រូវបន្តធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកហិរញ្ញវត្ថុជានិច្ចដើម្បីធានាថារាល់ការចំណាយនិងការរៀបចំផែនការគឺពិតជាបម្រើដល់ឧត្តមប្រយោជន៍នៃស្ថាប័នរដ្ឋសភាប្រជាជននិងប្រទេសជាតិទាំងមូលផងដែរ